បាទនៅក្នុងវីដេអូនេះដែរយើងនឹងទៅចែកគ្នាបន្តទៅហើយតាក់ទងជាមួយនឹងអឺបញ្ហាដែលបានកើតឡើងរវាងកម្ពុជានិងថៃណាទាំងអស់គ្នាហ្នឹងហើយមែនតើទៅយើងឃើញថាមួយរយៈនេះគឺមានសភាពដូចជាស្ងប់ស្ងាត់ប៉ុន្តែក៏មានការលើកឡើងជាមួយនឹងមានការផ្ទុះបាទការផ្ទុះមួយចំនួនតិចតួចទេมันមានអីជាធំដុំទេដែលកម្ពុជារបស់យើងក៏បានបញ្ជាក់ដោយក្រសួងការពារជាតិដែរថាវាជាការសោកស្ដាយដែលមានការផ្ទុះហើយក៏មានធ្វើឲ្យមន្ត្រីយោធារបស់កម្ពុជាមានរបួស2នាក់ដែរប៉ុន្តែខាងថៃនោះបែរជាចោទប្រកាន់ថាកម្ពុជារបស់យើងនឹងផ្ទុះអាវុធធ្វើឲ្យគេរងរបួសអីណាយនៃវាខុសពីការពិតដែលយើងបានកើតឡើងជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងណាបាទហើយបន្តមកទៀតហ្នឹងក៏សភាពការហាក់បីដូចជាស្ងប់ស្ងាត់มันមានអីជាដុំកពួនតែគួរឲ្យចាប់អារម្មណ៍ទេប៉ុន្តែអ្វីដែលខ្ញុំនឹងលើកឡើងនៅក្នុងវីដេអូមួយនេះហ្នឹងគឺជាការមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងដែរតាក់ទងជាមួយនឹងអត្ថបទមួយត្រូវបានលើកឡើងដោយអ្នកលេងបណ្ដាញសង្គមម្នាក់តែ Facebook របស់គាត់នោះ Vincent ខ្ញុំនឹងattach នៅក្នុងវីដេអូនេះឲ្យអ្នកនរគ្នាបានឃើញតែគាត់បានលើកឡើងថាសង្គ្រាមកម្ពុជាថៃនឹងអាចនឹងផ្ទុះឡើងជាថ្មីម្ដងទៀតតែយើងនិយាយថារលកទី3ឬក៏បាទអាចនិយាយបានថានឹងផ្ទុះឡើងលើកទី3បាទដោយគាត់លើកឡើងនៅសេណារីយ៉ូចំនួន10ហ្នឹងហើយដែលខ្ញុំអានមើលទៅវាហាក់បីដូចជាគួរឲ្យចាប់អារម្មណ៍ខ្ញុំក៏ចង់យកមកចែកម្លែកជូនបងប្អូនយើងដើម្បីជាការស្ដាប់អញ្ចឹងទៅបាទដូចបងប្អូនខ្លះគាត់តើពិបាកមើលជាមួយនឹងអសអញ្ចឹងហើយចាំមើលអសអញ្ចឹងបងប្អូនអាចមកស្ដាប់វីដេអូរបស់ខ្ញុំបានតែមកទាំងអស់គ្នាចង់មើលអត្ថបទពេញចង់ទៅអានខ្លួនឯងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Facebook Page របស់គាត់បានណាហ្នឹងហើយអញ្ចឹងចំណុចមួយដែលគាត់បានលើកឡើងតាក់ទងមួយរឿងទី1ហ្នឹងគឺថាខ្ញុំនឹងអានជូនបងប្អូនទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាអាចស្ដាប់ហើយនឹងធ្វើការវិភាគទៅលើអ្វីដែលគាត់បាននិយាយព្រោះខ្ញុំគិតថាការនិយាយរបស់គាត់មានហេតុមានផលដែរហ្នឹងហើយអញ្ចឹងយើងសម្ដាប់ហើយយើងទៅវិភាគទាំងអស់គ្នាព្រោះនេះខ្ញុំបញ្ជាក់ម្ដងទៀតមិនមែនជាមូលហេតុដែលធ្វើឲ្យមានសង្គ្រាមលើកទី3រវាងកម្ពុជានិងថៃទេប៉ុន្តែគាត់ថានេះជាហេតុផលដែលនាំឲ្យអាចនឹងមានការផ្ទុះឡើងជាថ្មីម្ដងទៀតនៅសង្គ្រាមហ្នឹងហើយអញ្ចឹងចំណុចទី1ដែលគាត់បានលើកឡើងហ្នឹងគឺថាថៃនៅតែបន្តរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាកាន់តែធ្ងន់ទៅប្រសិនបើថៃនៅតែរុញកម្ពុជាដល់បន្ទាត់ក្រហមនោះសង្គ្រាមអាចនឹងពិបាកជាផុតណាស់ចាំអត់កាលពីលើកមុនលើកទី1មកពីថៃសម្រាប់ទាហានខ្មែរម្នាក់មុននឹងដាក់បន្លាលួសប៉ុតប្រាសាទបាទចំណុចនេះក៏យើងបានដឹងដែរគឺនៅខាងប្រាសាទតាមាន់ហ្នឹងហើយយើងដឹងហើយថាពួកនោះវាបានសម្រាប់ទាហានយើងម្នាក់មុនដំបូងហើយបានពាត់រួចបលាមែនហ្នឹងហើយលើកទី2មកពីការបាញ់ប្រហារទ្រង់ទ្រាយធំមុននឹងបន្តឈានមកកាន់កាប់ដីកម្ពុជាដូច្នេះបើមានលើកទី3ហេតុផលក៏មិនខុសគ្នាដែរតែម៉ោងនេះមើលទៅថៃផ្ដោតលើទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ជាជាងវាបន្ថែមដោយត្រូវរៀបចំឲ្យបានស្រួលសិនជាជាងគិតតែវាបន្ថែមមានន័យថាខាងថៃកំពុងតែកាន់កាប់ទៅលើទឹកដីមួយចំនួនរបស់កម្ពុជារបស់យើងដែលខ្ញុំធ្វើវីដេអូមុនហ្នឹងគឺកាន់កាប់ដល់ទៅ4ទី4ខេត្តដែលស្របទៅដូចច្រើនទីតាំងដែរអ្នកទាំងអស់គ្នាហើយទង្វើរបស់ថៃដែលកំពុងតែធ្វើហ្នឹងគឺខុសមួយច្បាប់អន្តរជាតិផងដែរអ្នកទាំងអស់គ្នាហ្នឹងហើយនេះគឺជាចំណុចទី1ដែលគាត់បានលើកឡើងបាទចំណុចទី2ថៃចង់បានដីបន្ថែមទៀតនិងបើកការវាយប្រហារទ្រង់ទ្រាយធំមុននេះជាករណីអាចទៅរួចមួយព្រោះមហាចេតនារបស់ថៃលើកម្ពុជាមិនចេះចប់នោះទេហើយបើប្រៀបធៀបទំហំសង្គ្រាមការពី2លើកមុនលើកទី3នេះអាចនឹងកាន់តែធំប្រើអាវុធកាន់តែធ្ងន់ប្រើកងទ័ពកាន់តែច្រើននិងវាយកាន់តែជ្រៅចូលទៅក្នុងដីកម្ពុជាដើម្បីអាចមានលទ្ធភាពកាន់កាប់ដោយខុសច្បាប់លើទីតាំងកាន់តែច្រើនការធ្វើបែបនេះត្រូវបន្ថយនឹងការពិបាកស្ដារកេរ្តិ៍ឈ្មោះដោយសាររដ្ឋាភិបាលថៃអាចមានបទពិសោធន៍ពីរលើកនេះគឺក្រមយោធាមិនអាចគ្រប់គ្រងបានទេមែនតើទៅដូចការដែលគាត់លើកឡើងនេះសង្គ្រាម2លើកមុនយើងឃើញថាពីមួយវគ្គទៅមួយវគ្គថៃគឺបានប្រើជាមួយនឹងអាវុធធនធ្ងន់ជាងម្ដងទៅម្ដងមែនការដែលលើកទី1ដូចជាប្រើយន្តហោះចម្បាំងដែរប៉ុន្តែតម្លាក់តិចទេប៉ុន្តែដល់លើកទី2នេះយន្តហោះចម្បាំងចេញមកគឺថាច្រើនមែនទែនបាទអាចនិយាយបានថាចេញមកគឺសន្ធុកតែម្ដងមកលើកម្ពុជារបស់យើងបាទហើយដូចគាត់បានបញ្ជាក់អញ្ចឹងការធ្វើបែបនេះត្រូវបន្ថយបន្ថាននិងពិបាកស្ដារកេរ្តិ៍ឈ្មោះដោយសារតែរដ្ឋាភិបាលថៃ
អាចមានបទពិសោធន៍ពីលើកនេះគឺក្រមយោធាមិនអាចគ្រប់គ្រងបានមានន័យថាខាងថៃមិនអាចគ្រប់គ្រងទៅលើពួកយោធារដ្ឋាភិបាលថៃនៅគ្មានអំណាចលើពួកយោធាអញ្ចឹងណាអញ្ចឹងគឺអឺលើកទី3ក៏កាត់ឡើងដោយសារក្រមយោធាអ្នកធ្វើតទៀតដែរអញ្ចឹងអ្នកនរគ្នាបាទលើកទី2ចូលដល់ចំណុចទី3ផ្ទៃថងសំទោសអ្នកនរគ្នាផ្ទៃក្នុងថៃរឹងរ៉ាំរ៉ៃខ្លាំងដល់មិនអាចគ្រប់គ្រងបានបន្តទៀតនិយាយដល់បញ្ហាផ្ទៃក្នុងថៃត្រូវតែនិយាយពីការបោះឆ្នោតខែ2ជាដាច់ខាតយើងដឹងហើយថាប្រទេសថៃនឹងមានការជ្រើសរើសនៅរដ្ឋមន្ត្រីថ្មីដោយរដ្ឋមន្ត្រីចាំផ្ទះបច្ចុប្បន្នគឺលោកអនុទានឃើញការស្ទង់មតិថាអនុទានមិនឈ្នះទេតែនៅថៃបាននិយាយពីអ្នកឈ្នះឆ្នោតត្រូវមើលថាស្ដេចពេញចិត្តអ្នកណាសិនបានន័យថារាជវង្សដដែលបាទខ្សែរាជវង្សគេដដែលស្ដេចថៃចង់បានរដ្ឋាភិបាលមួយដែលមានអំណាចពិតប្រាកដដើម្បីមកពាំងកំហុសចំនួនស្ដេចនិងរាជវង្សថៃបើមិនបោះឆ្នោតហើយធ្វើសង្គ្រាមដាក់ប្រទេសនៅក្នុងភាពអាសន្ននោះទោះអនុទានកាន់100ឆ្នាំទៀតក៏នៅតែត្រឹមតែចាំផ្ទះដែរដូច្នេះឆ្នោតទៅតែបោះហើយរៀបចំលទ្ធផលឬរដ្ឋប្រហារតាមក្រោយដោយទម្លាប់ក៏បានការស្ដារផ្ទៃក្នុងគេហើយយកលេសមកវាយកម្ពុជាអីចឹងទៅមកនេះសេនាយោទី3សេនាយោទីខ្មែរអត់ភាពអត់ធ្មត់វាយកដីដែលបាត់បង់មកវិញនេះចង់សម្ដៅមកកម្ពុជារបស់យើងដែលអស់ការអត់ធ្មត់អញ្ចឹងអ្នកនរគ្នាបាទស្រាប់តែមានពេលមួយខ្មែរទ្រាំលែងបានលើកតបទៅវាយឲ្យថៃថយពេលនោះជាពេលដែលថៃសប្បាយចិត្តបំផុតហើយព្រោះខ្មែរចាប់ផ្ដើមបាញ់មុនជួយថៃខុសហើយពេលនឹងពិភពលោកលែងមានអ្នកណាខ្វល់ហើយសង្គ្រាមក៏អាចធំតាមដែលថៃចង់បានទៀតតែគិតសិនបើខ្មែរចង់វាយមែនមិនចាំបាច់ទុកដល់ពេលយូរបែបនេះទេអាចនឹងវាតាំងពីភ្លាមមិនមែនទុកដល់ថៃរៀបចំតបនៅទីតាំងឡើងវិញហើយអញ្ចឹងនោះទេខ្មែរខ្លាំងជាងថៃត្រង់ចាស់ទុំជាងអត់ធ្មត់ជាងហើយថៃក៏បារម្ភរឿងសន្តិវិធីខ្លាំងដែរបើត្រឹមវាយថៃមិនខ្លាចខ្មែរសោះឡើយតែគណៈថាយើងដើរតាមផ្លូវច្បាប់បាទយើងដើរតាមលក្ខណៈគោលការណ៍យន្តការអន្តរជាតិហ្នឹងហើយព្រោះយើងជាប្រទេសមួយដែលគោរពទៅលើច្បាប់អន្តរជាតិពិភពលោកមានច្បាប់យើងត្រូវតែគោរពហើយជាអ្វីដែលកម្ពុជាយើងកំពុងតែធ្វើហើយជាភាពចាស់ទុំរបស់កម្ពុជាដែរនិយាយទៅថៃបើសិនជាខ្ញុំអាចនិយាយបានថាបើក្នុងករណីថាពិភពលោកអត់មានច្បាប់អន្តរជាតិណាខ្ញុំជឿថាថៃប្រវាយយើងមិនមែនប៉ុណ្្នេះទេខ្លាំងជាងនឹងទៀតបាទហើយខ្ញុំជឿថានិយាយការប៉ັດទៅបើសិនជាខ្មែរបើយើងសួរថាតស៊ូជាមួយថៃអត់ដឹងតែតស៊ូហើយមិនអាចឲ្យដីយើងបាត់បង់ទេហើយខ្ញុំជឿមកដល់ពេលហ្នឹងមែនគឺកម្ពុជារបស់យើងម្នាក់ជាពិសេសគឺបេះដូងដូចយ៉ាងអ្នកដែលគាត់មានវ័យប្រហែលខ្ញុំឬក៏ចាស់ជាងខ្ញុំបន្តិចឬក្មេងជាងខ្ញុំបន្តិចគឺពួកគាត់មានភាពក្លាហានក្នុងការការពារទឹកដីខ្ញុំនិយាយការប៉ັດមកហ្នឹងហើយហើយចំណុចទី4នេះបាននិយាយចំទៅគឺសំដៅទៅលើការដែលកម្ពុជារបស់យើងលែងអត់ធ្មត់ឲ្យគេបំពេញយើងទៀតចំណុចមួយដែលយើងគួរចាប់អារម្មណ៍ដែរបាទអូខេចូលមកដល់សញ្ញានយោទី5ខ្មែរបំបាក់មុខថៃក្នុងដំណោះស្រាយសន្តិវិធីដល់ចំណុចមួយទទួលយកមិនបានហ្នឹងហើយនេះជារឿងដែលខ្មែរគិតបំផុតតាំងពីដើមមកមិនថាក្នុងការដោះស្រាយតាមទ្វេភាគីតំបន់ឬជាមួយនឹងមហាអំណាចនោះទេខ្មែរមិនដែលចង្អុលមុខថៃថាខុសទេខ្មែរមានតែសម្របសម្រួលលក្ខខណ្ឌយ៉ាងម៉េចឲ្យទាំងសងខាងអាចទទួលយកបានន័យថាធ្វើម៉េចឲ្យ win-win ជាគោលនយោបាយឈ្នះអញ្ចឹងណាខ្មែរមិនដែលមានបំណងបំបាក់មុខថៃដែលមិនបានផលអីឡើយខ្មែររកតែច្រកចេញទៅរកសន្តិភាពវិញដោយទុកឲ្យច្បាប់ជាអ្នកដោះស្រាយប៉ុណ្ណោះដូចខ្ញុំនិយាយមុននឹងអញ្ចឹងថាកម្ពុជារបស់យើងគឺគោរពលើគោលការណ៍ច្បាប់អន្តរជាតិរដ្ឋាភិបាលយើងធ្នមសម្ដីណាស់ដើម្បីធ្នមស្ថានភាពធូរស្រាលបន្តិចទើបអាចមានដំណោះស្រាយសន្តិវិធីបានអញ្ចឹងបានថាបងប្អូនខ្លះក៏អត់ទាន់យល់រឿងហ្នឹងគាត់ថាគេវាយហើយមិនក៏វាយវិញទៅហើយអីមិនធ្វើជាធ្វើអញ្ចឹងគឺកម្ពុជារបស់យើងព្យាយាមធ្នមសភាពការព្រោះយើងឆ្លងកាត់សង្គ្រាមច្រើនហើយយើងអត់ចង់ឲ្យមានសង្គ្រាមអញ្ចឹងកើតឡើងតទៀតទេព្រោះវាហត់ព្រោះកម្ពុជាយើងហត់នឹងសង្គ្រាមណាស់បាទព្រោះចង់ឆ្លងកាត់សង្គ្រាមវារ៉ាំរ៉ៃមកហើយហ្នឹងហើយអូខេចូលដល់សញ្ញានយោទី6ពេលថៃគិតថាខ្លួនឈ្នះខ្លួនបានខូចទៅហើយឈ្នះសង្គ្រាមជាជំរឿនតែមួយគត់បែរថាខ្លួនត្រូវតែឈ្នះអញ្ចឹងណានេះជារឿងដែលយើងមិនអាចគ្រប់គ្រងបានដោយសារតែអំពើឈ្កុតលីលាមួយថ្ងៃខ្លាំងជាងមួយថ្ងៃបើមិនមានការទប់ស្កាត់ពីខាងថៃចង់ឬមិនចង់នឹងឡើងដល់ចំណុចមួយពិភពលោកស្កោតទោសនៅពេលនោះនឹងខ្លាយទៅជាគ្រោះសម្រាប់យើងដែរដោយសារថៃលែងខ្វល់ព្រោះបានខូចគេឈ្មោះទៅហើយនឹងយកការឈ្នះយកទឹកដីយើងឲ្យបានច្រើនបំផុតជាគោលដៅតែម្ដង
តែថៃជាប្រទេសដែលរឹងដែលពឹងទៅលើទេសចរណ៍នៃការនាំចេញគិតថាมันអាចដល់ដំណាក់កាលនេះទេនេះគាត់និយាយបញ្ជាក់ថាបើសិនជាចូលថាខូចឈ្មោះហើយនឹងឲ្យថៃអាចនឹងលេងម្ចាស់ដៃមិននិយាយចាំទៅហ្នឹងហើយចូលដល់សញ្ញាណទី7ថៃប្រើថៃនៅតែមានចិត្តបំបាក់ខ្មែរបាក់ស្បាតតែម្ដងគោលដៅថៃលើសពីទឹកដីខ្មែរគឺវាឲ្យខ្មែរបាក់មិនអាចតដៃនឹងដើរថយក្រោយ10ទៅ20ឆ្នាំផងចំណុចនេះខ្ញុំគិតថាមិន10ទៅ20ឆ្នាំទេវាពង្រុញយើងឲ្យខ្លាំងឲ្យបាក់ឲ្យរៀបតែម្ដងនេះជាបំណងរបស់វាដើម្បីឲ្យថៃប្រកាសថានៅតែអាចប្រើប្រាស់កម្ពុជាដោះស្រាយបញ្ហាខ្លួនឯងបាននៅពេលខាងមុខថៃបានលើកឡើងហេតុផលមួយថាដើម្បីសន្តិភាពតកូនតចៅចំនួនក្រោយនិងកម្ពុជាលែងជាគម្រិតមានការគម្រាមកំហែងដល់ថៃដែលនេះបញ្ជាក់យ៉ាងច្បាស់ថាថៃមានបំណងច្បាស់លាស់គឺបំបាក់កម្ពុជាក្នុងរយៈពេលវែងជាជាងត្រឹមយកទឹកដីក្នុងរយៈពេលខ្លីបើបំណងនេះនៅតែបន្តសង្គ្រាមមិនអាចចប់នោះទេស្ដាប់វាអានមើលទៅដូចជាតំណងដែរត្រង់នេះបាទអូខេយើងបន្តទៀតទី8ពេលកម្ពុជាធ្លាក់ក្នុងស្ថានភាពមួយដែលត្រូវតែបាញ់ថៃជាដាច់ខាតអូខេពេលដែលកម្ពុជាស្ថិតក្នុងស្ថានភាពបាញ់ថៃជាដាច់ខាតថៃគ្មានហេតុផលអីត្រូវទុកឲ្យកម្ពុជារើខ្លួនវិញទេចុះស្ថានភាពនេះកើតឡើងនៅពេលណាគឺនៅពេលដែលកម្ពុជាឡើងមានឯកភាពជាតិផ្ទៃក្នុងឡើងមានមេកាយច្បាស់លាស់ហើយបែងចែកជាសម្លេងច្រើនឡើងមានអ្នកណាស្ដាប់អ្នកណាស្រមៃមើលនៅពេលដែលសត្រូវឃើញអ្នកក្នុងសភាពមួយនៅដង្ហើមចរិតបែបនេះគេអាចនឹងមិនបង្ហើយអ្នកទេដូច្នេះទើបតែនិយាយដដែលថាជឿជាក់រឿងរដ្ឋាភិបាលនិងសាមគ្គីឯកភាពគ្នាទើបជាក្តីសង្ឃឹមទាំងមួយគត់ដែលអាចនឹងស៊ូនឹងគេបានខ្ញុំគ្រប់គ្រងចំណុចមួយនេះព្រោះក្នុងគ្រប់វីដេអូរបស់ខ្ញុំនិយាយតែម្ដងគឺចង់ឲ្យបងប្អូនទាំងអស់គ្នាជឿជាក់លើអ្នកដឹកនាំនឹងឲ្យពួកគាត់គឺជាតំណាងឲ្យពួកយើងក្នុងការដោះស្រាយបញ្ហានឹងឯងនឹងឲ្យសាមគ្គីសំខាន់បាទនិយាយរួមទៅមិនថាខ្ញុំស្ដាប់នរណានិយាយទេបាទមិនថាស្ដាប់នៅអ្នកប្រាជ្ញស្ដាប់នៅបញ្ញវន្តរូបណានិយាយទេគឺនិយាយតែមួយម៉ាត់គាត់ខ្មែរសាមគ្គីខ្មែររស់បាទប៉ុណ្នេះអូខេចំណុចទី9ពេលគ្រប់នីតិវិធីលទ្ធផលហើយតែថៃមិនអនុវត្តតាមអូខេបញ្ហានីតិវិធីធ្វើគ្រប់អស់ហើយបាទឡើងច្បាប់អន្តរជាតិអស់ហើយអីហើយថៃនឹងអត់ធ្វើតាមទៀតជារឿងនីតិវិធីដែលនេះសំទោសរឿងនីតិវិធីនេះឲ្យតែយើងដើរតាមលំដាប់លំដោយគេដឹងតែមានលទ្ធផលហើយតែបញ្ហារាល់ដងគឺថៃមិនព្រមអនុវត្តតាមដោយសារតែយើងនៅមានកម្រិតនីតិវិធីដែលលើសពីនេះទើបយើងត្រូវដើរឲ្យចប់ដើមសិនដែលទ្វេភាគីតំបន់មហាអំណាចទៅកាន់តុលាការពិភពលោកបើមានសារក្រមហើយថៃនៅតែមិនអនុវត្តយើងមានជំរឿនអីទៀតតែគេហៅថាតុលាការយុត្តិធម៌អន្តរជាតិហើយយ៉ាងណាក៏នៅតែមានសមត្ថភាពក្នុងការចាត់ការមិនតាមគេដែរដោយបានរៀបរាប់ក្នុងសម្លេងនិយាយពី ICJ ថៃមិនមែនអំណាចមហាអំណាចទេអានេះខ្ញុំនិយាយចំណុចមួយនេះខ្ញុំនិយាយការប៉ັດខ្ញុំនឹកឃើញរឿងហ្នឹងដែរថាបើសិនជាក្នុងករណីថាយើងធ្វើតាមយន្តការច្បាប់អន្តរជាតិអស់ហើយប៉ុន្តែហាក់បីដូចជាអត់មានលទ្ធផលអញ្ចឹងចុងក្រោយយើងមានតែមិនយើងមានតែប្រើគេហៅថាអ្វីដែលខ្លួនមានដើម្បីតស៊ូជាមួយពួកថៃនឹងឯងប្រើកម្លាំងនឹងឯងចុងក្រោយគេព្រោះយើងពឹងទៅលើច្បាប់អន្តរជាតិអស់ហើយយើងដើរតាមយន្តការច្បាប់អន្តរជាតិហើយថាហាក់បីដូចជាគ្មានសិទ្ធិភាពនៅក្នុងពេលនោះហើយដែលយើងត្រូវបង្ហាញសាច់ដុំទៅវិញអូខេចំណុចមួយនេះវាចំណុចទី10បាទចុងក្រោយពិភពលោកមិនអាចយករកយុត្តិធម៌ឲ្យបានខ្ញុំនិយាយមុននឹងអញ្ចឹងជារឿងចុងក្រោយបំផុតដែលយើងអស់ផ្លូវជ្រើសរើសទៅហើយបើដល់ថាពិភពលោកមិនអាចរកយុត្តិធម៌ឲ្យយើងបានផងយើងមានតែរកយុត្តិធម៌ឲ្យខ្លួនឯងដល់កម្រិតនេះមិនមែនច្បាប់សេចក្តីថ្លែងការណ៍ឬសូម្បីសារក្រមអន្តរជាតិក៏លែងមានតម្លៃហើយគ្រប់យ៉ាងត្រឡប់ទៅរកច្បាប់ព្រៃវិញទាំងអស់ត្រីតូចស៊ីត្រីធំស៊ីត្រីតូចត្រីតូចមានតែខំរស់ហើយខ្លាយទៅជាត្រីពុលនេះបាននិយាយចាំទៅដូចជាគេនិយាយថាកពឹសព្រោះជាកពឹសក៏បានតែកពឹសពុលដូចសិង្ហបុរីអញ្ចឹងណាតែមើលទៅពិភពលោកបច្ចុប្បន្នទោះបីជាមានការផ្លាស់ប្ដូរលំដោយឬបាត់សម្ដាប់ធ្នាប់ខ្លះក៏ពិតមែនតែក៏មិនធន់ធ្ងរដល់កម្រិតនេះដែរមានរឿងជាច្រើនដែលយើងមិនមែនចេះតែធ្វើតាមការនឹកឃើញនោះទេហើយគាត់ក៏បានបញ្ចប់ដែរដោយបាននិយាយថាបងប្អូនពេលខ្លះកុំគិតអាក្រក់ខ្លាំងដល់ថ្នាក់រកពលឺលែងឃើញនោះបើគិតអវិជ្ជមានពេកមានកម្លាំងឯណាបន្តទៅមុខបញ្ហានេះមិនមែនជួបតែយើងមួយទេប្រទេសជុំវិញពិភពលោកផ្សេងទៀតក៏កំពុងតែដោះស្រាយដែរ
អញ្ចឹងគ្រប់យ៉ាងមិនអាចបង្ខំបានទេមានតែដំណាក់កាលរបស់វាត្រូវអត់ធ្មត់បន្តិចមួយទៀតមិនចង់ឲ្យបងប្អូនបារម្ភពីរឿងនេះរហូតដល់ធ្វើការអីលែងកើតនោះទេសូមគិតវិញបើវាកើតឡើងមែនវាមានទម្រង់យ៉ាងម៉េចហើយយើងជាប្រជាជនត្រូវត្រៀមអ្វីខ្លះដើម្បីអាចជួយជាតិបានមួយចំណែកត្រៀមរឿងទាំងនោះវិញទៅល្អជាងរឿងសង្គ្រាមគ្មានអ្នកណាអាចគ្រប់គ្រងបានទេអញ្ចឹងសូមយកកម្លាំងបងប្អូនមកគិតរឿងដែលអាចគ្រប់គ្រងវិញប្រសើរជាងអូខេចំណុចសេនានយោទាំង10ដែលគាត់បានលើកឡើងនេះខ្ញុំអត់មានយោបល់អីទៅថែមទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយកទៅពិចារណាហើយអាចជាគំនិតមួយដើម្បីឲ្យបងប្អូនបានត្រៀមខ្លួនដែរបាទព្រោះយើងមើលទៅថាថៃបើសិនជាតារាបណាប្រទេសនេះនៅតែបកកភាពចលាចលដោយសេនានយោដែលគាត់បានរៀបរាប់មែនហ្នឹងហើយវាជាបំផុតទេវាអាចនឹងមានសង្គ្រាមផ្ទុះឡើងម្ដងទៀតយើងអត់មានសង្ឃឹមអីក្រៅពីសង្ឃឹមមកប្រទេសថៃនឹងព្យាយាមអនុវត្តទៅរកគោលការណ៍សន្តិភាពឲ្យឆាប់រហ័សតាមដែលធ្វើបានឲ្យបកគលនៅអ្វីដែលខ្លួនកាន់កាប់ទាំងខុសច្បាប់ហ្នឹងមកឲ្យកម្ពុជាវិញឲ្យខាន់តែបាន